Let me hear you make some noise. ។
ញ់ស្រីតូចច្រមងសំស្រួចចង់កែរៀបស្រួចឲ្យខ្ញុំគឺព្រោះចិនដាមើលមិនឆែតនេត្រាអូនរំសង្ហារំចាមាននរណារំដូចអូសូមរំជាមួយផងស្រឡាញ់ស្រីតូចច្រមងសំស្រួចចង់កែរៀបស្រួចឲ្យខ្ញុំគឺព្រោះចិនដាមើលមិនឆែតនេត្រាអូនរំសង្ហារំចាមាននរណារំដូចអូសូមរំជាមួយផង
Good evening, ladies and gentlemen. Welcome to tonight's event. We do ask for all of our guests to be seated at their designated tables so that dinner will be served. And our program will start at 7:30 sharp. So if you can, please be seated at your designated table so that we can start serving dinner. សូមស្វាគមន៍ដល់អស់លោកស្រីប្រិយមិត្តទាំងអស់ក្នុងរាត្រីនេះកម្មវិធីយើងនឹងប្រព្រឹត្តទៅតាមការវិភាគរបស់យើងដូច្នេះយើងនឹងសូមអញ្ជើញបងប្អូនដែលមានតុកៅអីហើយជើញចូលតុដើម្បីនឹងភ្ញៀវចុងភៅលើកម្ហូបជូនហើយកម្មវិធីយើងនឹង start នៅម៉ោង 7:30 នាទីដូច្នេះសូមអញ្ជើញបងប្អូនសប្បាយរីករាយនឹងកម្មវិធីយើងក៏ដូចជាវងតន្ត្រីជាពិសេសអូបអាហារនឹងចាប់ផ្ដើមលើកជូនហើយដូច្នេះសូមបងប្អូនអញ្ជើញពិសាអញ្ជើញរកកន្លែងគួរសមសូមអរគុណ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
នឹងចងចំក្នុងចិត្តក៏ប្រែងស្រាំចង់រត់ចេញឲ្យផុតពីអតីតកាលតែគូក្បាលនៅតែមិនចាំនៅតែគាត់ចំណាំព្រោះស្នេហ៍ជាផ្សាយនឹងគេណាចង់អោបគេដូចមុននឹងដល់ថ្នាក់ព្រុនធ្វើបាបតែខ្លួនអាយមើលលេសាយសូមឲ្យរកកំប្រាយតែសុខដែរឲ្យគ្រប់គ្នាឃើញធម្មតាថានឹងគេណាអោតែក្នុងយល់សោះស្នេហាបានចប់ជឿតែមិនទេណារួចមិនមកគ្រប់ពេលដែលសោកកាពេលណាជួបគេថានឹងគេណាអោតែក្នុងយល់សោះស្នេហាបានចប់ឈឺតែមិនទេណារួចមិនមកគ្រប់ពេលដែលសោកកាពេលណាជួបគ្នាម្ដងទៀតពេលណាជួបគ្នាម្ដងទៀត កំពួរនៅឆ្ងាយសូមលែមសូមយល់យេបុកព្រានដោយក្នុងភ័ក្រស្រីពេលឃើញគ្នាចិត្តរៀបលោកពូននេត្រី អូនល្អណាស់ស្រីអូននេះស័យកូនប្រាណា អូនល្អលែមួយក៏មិនធ្វើឲ្យចិត្តបំរិនតែពុតស្នេហាតែអត់តែអូនចាំឆ្លងរៀងស្មីលើថ្លាមកមកជាតាក៏រំលែកស្រឡាញ់ស្រី ប្រាប់អូនទេថាអូនស្នេហ៍ចង់តែខកកំទំនួនបីបើជាតិនេះហាត់ពីអូនមិនប្រហូនទេរៀបសុខសាយជីវិតដែលក្លែងសា ចាំអើយចាំរៀនបំភ្លើចិត្តខ្ញុំតែ
ពេលរួចរោត្រៀមរមរុកក្ដីទុកថាកែបណែគោចាំច្រឡំរាក់ស្មៃព្រឹកក្លានោះមកចាំបានមករឹកតែស្រលាញ់ស្រី Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
นการเรียมต้มโมเมยอันมมสมโอมคงมา សួរដល់លោកស្រីបងប្រុសបងស្រីពីចម្ងាយខ្ញុំបានបាយសារវ៉ាន់មកពីសាត់លែនត្រូចូលរួមកម្មវិធីសប្បាយរីករាយនៅក្នុង Fundraising ខ្ញុំបានចែកច្រៀងពីវិបត្តិដែរដើម្បីជួយដល់លោកស្ដាប់កំសាន្តនៅក្នុងរាត្រីនេះបាទថ្ងៃនេះថ្ងៃជាវេលាដ៏ល្អថ្ងៃស្រស់បបរថ្ងៃ Fundraising ថ្ងៃជាវេលាដ៏ល្អ
ngày chia bên địa pro bay bom ôn pro sấy mà chung kia clam miên là cái đô clam miên đô la clam miên bánh cá đi bẹ hư há chinh rom mà sợ bài sa ra vát trên đây ăn đó là trai ăn miên pruy ấy chinh rom tao là đồng lót khoai pi bộ ran hip hop rapper ấy giờ các bạn ở thì con lên thì giá ôm hai bom bú yeah bom mà hai bom bú hey bom mà hai bom bú hai bom trên đến there is you bom tên trang bom trên đến trên cái na bom nó lại bom cái nó bom tham trang bom mơ ao trên từ bên trong ra cho mà ông sẽ lạnh bom sẽ được biết qua đã bom tham trang lên luôn cho stay yeah thank you good job. All right, thank you for our band members. Exciting tonight. Welcome everyone. My name is Mary Sapon and this is Lupung Sam'an. We will be your MC for tonight. រាត្រីនេះខ្ញុំសម្អានមានក្មួយស្រីជាដៃគូក្នុងរាត្រីនេះស្វាគមន៍ It is a great pleasure to have everyone here tonight and for us today to be part ខ្ញុំហើយនឹងក្មួយថ្ងៃនេះយើងចាប់ដៃគ្នាដើម្បីពិធីតដូច្នេះសូមស្វាគមន៍ដល់អស់លោកលោកស្រីទាំងអស់គ្នាសូមស្នូតតែចាយមួយបាទសូមចាត់ដៃអបអរសាទរកម្មវិធីយើង Again, with tonight, we do address you with a special occasion to you with the opening ceremony of our scholarship graduation night, award night. យើងទាំងអស់គ្នាបានមកជួបជុំក្នុងរាត្រីនេះដើម្បីប្រារព្ធពិធីជប់លៀងក៏ដូចជាការរាំកម្សាន្តដើម្បីប្រមូលថវិកាដើម្បីផ្គត់ផ្គង់ដល់កម្មវិធីកម្មសិក្សារបស់កូនខ្មែរក្នុងទីក្រុង Modesto. So before we begin our program, we do ask for a moment of silence. ដើម្បីបន្តកម្មវិធីមុននឹងយើងចាប់ផ្ដើមដូច្នេះសូមឲ្យអស់លោកលោកស្រីមេត្តាអញ្ជើញក្រោកឈរដើម្បីធ្វើពិធីស្មឹងស្មាតដើម្បីគោរពដល់វិញ្ញាណក្ខន្ធក៏ដូចជាការចូលរួមក្នុងសុខទុក្ខរបស់ប្រជាជនខ្មែរយើងនិងកងទ័ពរបស់យើងដែលបានពលីជីវិតនៅក្នុងសមរភូមិប្រឆាំងនឹងការឈ្លានពានរបស់សត្រូវរបស់យើងដូច្នេះសូមអញ្ជើញក្រោកឈរដើម្បីស្មឹងស្មាត1នាទីបាទសូមក្រុមអញ្ជើញ We do ask our guests to stand up with a moment of silence to honor our fallen soldiers, our frontline troop in Cambodia that has been invaded by other countries. With the stand up and moment of silence, we support and we ask for peace in Cambodia. ដើម្បីសម្ដែងនៅការកាន់ទុក្ខក៏ដូចជាសម្ដែងនៅការសោកស្ដាយចំពោះវីរៈកងទ័ពរបស់យើងដែលបានពលីជីវិតក្នុងការពារប្រទេសជាតិក៏ដូចជាបងប្អូនយើងដែលបានទទួលការរងគ្រោះពីជនភៀសសឹកដែលបានភៀសខ្លួនចេញពីទីលំនៅឋានហើយខ្វះខាតនៅអ្វីៗគ្រប់យ៉ាងយើងក៏សូមថ្លែងនៅការសោកស្ដាយហើយដូច្នេះសូមមេត្តាធ្វើពិធីស្មឹងស្មាត1នាទីសូមគោរពវិញ្ញាណក្ខន្ធនិងស្មឹងស្មាត អរគុណ Thank you for your love and support for the country. Tonight, we see a lot of familiar faces. For those of you that know our event, we do have this annually, and it's great to see the same faces again. Thank you for your help and support. ក្នុងកម្មវិធីនេះយើងមានក្តីរីករាយជាពលិកដែលបានបងប្អូនមកកករួដល់កម្មវិធីយើងដើម្បីកែកម្សាន្តរំកម្សាន្តពិសាពុទ្ធនិហាជុំគ្នាក៏ដូចជាការប្រម៉ែប្រមូលក្នុងថវិកាខ្លះដើម្បីឧបត្ថម្ភដល់កម្មសិក្សាការីរបស់យើងដែលនឹងក្នុងបំណាច់ឆ្នាំនីមួយៗយើងតែមានកម្មវិធីនេះនឹងការប្រម៉ែប្រមូលជា scholarship ដើម្បីផ្ដល់ដល់សិស្សដែលរៀនពូកែ
ដើម្បីបានបន្តកម្មសិក្សាទៅថ្នាក់ពោះតទៅមុខទៀតដូច្នេះយើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណសាជាថ្មីដល់បងប្អូនដែលបានគាំទ្រក្នុងកម្មវិធីនេះ As for a small group of us that may not know, I would like to give you a little background, a little bit about the community. My American Citizen has been founded since 1998 and have helped support and serve the community for almost 30 years. ចាប់តាំងពីឆ្នាំ1998មកសហគមន៍ខ្មែរយើងរួមជាមួយនឹងក្រុមយុវជនក៏ដូចជាក្រុមសិល្បៈនៅក្នុងទីក្រុងម៉ាណេស្តូយើងបានរៀបចំកម្មវិធីនេះហើយយើងតែងតែប្រារព្ធកម្មវិធីនេះរៀងរាល់ឆ្នាំជាពិសេសនៅក្នុងពិធីបុណ្យណូអែលរៀងរាល់ឆ្នាំដើម្បីជាការកំសាន្តផងក៏ដូចជាការប្រម៉ែប្រមូលថវិកាសម្រាប់ជាការផ្គត់ផ្គង់ដល់កម្មសិក្សាការីជនរបស់យើងក្នុងទីក្រុងម៉ាណេស្តូនិងក្នុងភូមិស្តេឌីស្លោះនេះដែរដូច្នេះអ្វីដែលយើងរៀបចំក្នុងថ្ងៃនេះគឺយើងមានគោលបំណងល្អក្នុងការបម្រើសង្គមយើងក៏ដូចជាផ្គត់ផ្គង់ដល់បុត្រកុលវិទ្យារបស់យើងតទៅសូមអរគុណ Along with that, the scholarship program has been founded in 2017 in a collaboration with Khmer Youth of Modesto. ហើយកម្មវិធីនេះយើងបានចាប់ដៃគ្នាជាមួយនឹងក្រុមយុវជនតាំងពីឆ្នាំ2017មក Since then, we have given away over $20,000 in scholarship award. តាំងពីយើងចាប់ដៃគ្នាធ្វើកម្មវិធីនេះមកយើងបានប្រមាណប្រមូលថវិកាចំនួន$20,000ដើម្បីផ្គត់ផ្គង់ដល់សិស្សានុសិស្សរបស់យើងនៅក្នុងទីក្រុងម៉ាណេស្តូនេះ So please give it a round of applause for Khmer Youth of Modesto and Khmer American Citizen of Modesto. Thank you. សូមអរគុណសាជាថ្មីចំពោះការគាំទ្ររបស់បងប្អូន Now, along with the dinner night, we do have some performances. We will perform two rabam. The performance is going to be performed by Khmer Youth of Stockton and Khmer Youth of Modesto. So can we have ដើម្បីចាប់ផ្ដើមកម្មវិធីយើងមានរបាំប្រពៃណីខ្មែររបស់យើង2បទដែលមួយរៀបចំឡើងដោយយុវជន UNRI ទីក្រុង Stockton និងបទទី2រៀបចំឡើងដោយយុវជន UNRI នៅក្នុងក្រុង Modesto សូមសំណាប់ដូចតទៅ Please welcome our Khmer Youth of Stockton performing Niri Jiachua.
ពីបុរាណអំវែងមកអាសិនលោកតែរាំងសាទ្រព្យទីជាប់ជាទំនៀមទម្លាប់ដើម្បីសាសំណាក់ក្នុងតែពេលតែសតា Thank you so much, my youth of Stockton. Now let's present our my youth of Modesto with the coconut dance. យើងពិតជាមានមោទនភាពណាស់ទោះយើងទៅដល់ទីណាកន្លែងណាខ្មែរយើងតែងពំនាំយកនៅវប្បធម៌អរិយធម៌អក្សរសាស្ត្រសិល្បៈដើម្បីជាអត្តសញ្ញាណរបស់ខ្មែរយើងដូច្នេះថ្ងៃនេះយើងមានមោទនភាពដែលបានឃើញយុវជនយុវនារីរបស់យើងជាពិសេសកុមារីមកពីទីក្រុងស្តុកតុនដែលបង្ហាញនៅវប្បធម៌និងសិល្បៈដ៏ឆ្នើមរបស់យើងហើយជាបន្ទាប់ទៅទៀតសូមស្វាគមន៍ Modesto របាំមួយក្រុមចំណង Please give a round of applause. Modesto, my youth of Modesto performing coconut dance. របាំកោះគោះត្រឡោករបស់យើង Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
what's unique about this dance is there are two students that are not native Cambodian, Xiomara and Julian. They're both Mexican. And thank you so much for taking your time to understand, to learn, and put all your effort to value our cultural dance. សូមអរគុណដល់ក្មួយទាំងអស់ដែលបានវឹកវើហើយបានមកបំពេញកតាបងប្អូនបានមិនបានជ្រាបទេដូច្នេះខ្ញុំសូមជម្រាបថាក្នុងចំណោមកុមារីកុមារា3រូបឬកុមារី3រូបនេះមានកូន Mexican ប្រុសម្នាក់អត់ចេះភាសាខ្មែរទេក៏ប៉ុន្តែស្រឡាញ់ពេញចិត្តនឹងរបាំប្រពៃណីខ្មែរមកចូលរួមជាមួយយើងដូច្នេះអបអរសាទរ Give it up to Julian and Xiomara. Thank you. Thank you so much. ថាជាថ្មីយើងខ្ញុំក៏សូមថ្លែងអរគុណដល់កុមារាកុមារីដែលបានពំនាំយកនៅរបាំប្រពៃណីដែលជាអត្តសញ្ញាណរបស់ខ្មែរយើងក្នុងរាត្រីនេះដូច្នេះសូមឲ្យការមកធ្វើរបស់កុមារាកុមារីមានភាពស្វាហាប់កាន់តែចម្រើនឡើងតទៅទៀតដើម្បីបំរើនៅវប្បធម៌អរិយធម៌របស់ខ្មែរយើងសូមអរគុណ We thank you very much with Khmer Youth of Stockton and Khmer Youth of Modesto with this collaboration night. You made this event very special with your performance. Our next program is we would like to introduce the award ceremony. Please welcome Mr. Ran Chun and Ms. Polymer to the stage, along with all board members of Khmer American Citizen. Please. ឆ្លៀតឱកាសដែលអស់លោកលោកស្រីកំពុងតែពិសាភោជនាហាយើងមានកម្មវិធីខ្លះដែលអស់លោកលោកស្រីដែលជាគណៈកម្មការនៃសហគមន៍ខ្មែរទីក្រុងម៉ូដេស្តូនឹងដើរមករៀបចំកម្មវិធីដើម្បីនឹងចែករង្វាន់ក៏ដូចជា award ដល់កុមារាកុមារីយុវជនយុវនារីខ្មែរយើងដែលបានបំពេញកម្មសិក្សានៅក្នុងកំណាច់ឆ្នាំ2025 2024 នេះដូច្នេះសូមគោរពអញ្ជើញគណៈកម្មការចម្រុះសូមអញ្ជើញបាទ Janice Teresa-Pu. សូមអញ្ជើញគណៈកម្មការយុវជនបាទ All board members please come up to the stage. បាទសូមអញ្ជើញ បាទសូមអញ្ជើញបាទបងអាចចូលរួមបានលើកលែងតែសុខនិងអេតិជាតិដែលមិនអាចចូលរួមបានសូមអញ្ជើញអាចចូលបានពីបឋមនេះសូមធ្វើគៀបនិងសូមថ្លែងអរគុណទៅដល់បងអ៊ុកទាំងអស់ដែលបានទីចិត្តក្តីឆ្ងាយក្តីហើយជាពិសេសទៅទៀតក៏សូមអរគុណដល់គណៈកម្មការទាំងអស់ដែលបានជ្រោមជ្រែងនៅក្នុងរាត្រីនេះដូច្នេះដោយណាស់កន្លងមកនេះខ្ញុំឃើញតាំងពីម្សិលមិញរហូតដល់ថ្ងៃនេះអរគុណទាំងអស់គ្នាទាំងធីម៉ារីលោកជុំបាទអ្នកគ្រូបាលីចានអ្នកគ្រូសុភាពលោកគុំវិសាលលោកព្រមអូនទាំងអស់នៅក្នុងគណៈកម្មការនយោបាយហ្នឹងហេឡូបាទខ្ញុំពីពេចអីវែងឆ្ងាយទេគ្រាន់តែសូមអរគុណហើយអរគុណសារជាថ្មីម្ដងទៀតនៅក្នុងឱកាសនេះដែលយើងកិច្ចជួយទៅដល់សង្គមរបស់រៀបកន្លងមកនេះបងបានដឹងហើយថាការឆ្នាំនេះគឺយើងជួយទៅដល់សង្គមខ្មែរជាពិសេសដល់បងខ្មែរចំនួនក្រោយដែលយើងបានបញ្ចប់ពី High School ពីកំណត់ដល់បាទដូច្នេះហើយអានេះជាគោលបំណងដែលយើងខ្ញុំរៀបចំនៅក្នុងរាត្រីនេះហើយមួយទៀតយើងខ្ញុំទាំងអស់គ្នាក៏សូមបញ្ជាក់ជូនទៅដល់បងប្អូនដែរថានៅរាត្រីនេះយើងសប្បាយណាស់តែយើងជាខ្មែររួបរวมសាមគ្គីគ្នាទាំងអស់គ្នាមិនថានៅទីក្រុងណាទេដូចនេះយើងសប្បាយរីទាំងអស់គ្នាក៏ប៉ុន្តែដូចជាលោកជ្រុនតបាននឹងអ្នករីបានជំរាបជូនថានៅប្រទេសកម្ពុជារបស់យើងកំពុងតែរងទុក្ខវេទនាដោយសារសត្រូវឈ្លានពានមកលើទឹកដីដូច្នេះក្នុងនាម
យើងខ្ញុំជាខ្មែរយើងមិនអាចបំភ្លេចជាតិសាសន៍យើងទេអញ្ចឹងហើយខ្ញុំសូមធ្វើការអំពាវនាវទៅដល់ជនរួមជាតិទាំងអស់ជួយឧបត្ថម្ភអ្វីដែលអាចជួយទៅបានទៅដល់ប្រទេសកម្ពុជាយើងដែលកំពុងរងការវាយឃ្លានពានពីប្រទេសសៀមអញ្ចឹងហើយចុងក្រោយនេះខ្ញុំសូមជូនពរសពសាធការទៅដល់អស់លោកស្រីព្រមទាំងបងប្អូនដែលនៅប្រទេសកម្ពុជាដែលកំពុងរងការវាយឃ្លានពានពីសំណាក់ប្រទេសសៀមដូច្នេះសូមឲ្យការឃ្លានពានទាំងអស់នេះសាបរលាបទៅដោយទៅតាមហូរទឹកកញ្ចក់ស្វាតហើយដូច្នេះខ្ញុំសូមជូនភារកិច្ចនេះដល់អ្នកគ្រូផលីដើម្បីជូនជាភាសាអង់គ្លេសបាទសូមអរគុណ So welcome to Boo. How's everyone here tonight? Can I have you a nice round of applause for our MC tonight, to Miss Mary and the Boo Ann. Thank you so much. They've helped us a lot to stay on schedule. Trust me, we are on schedule. On behalf of the whole team, I appreciate your presence here tonight. I know that when I told Boo, why did I join My American? Well, I've been watching My American since the 1998, and I thought to myself, how come there's no woman in your organization? I didn't see hardly any ladies, all men. No offense, Boo. So in 2017, that's why I decided to join, and I was more interested in helping with our scholarship and the graduation recognition, and then working together to collaborate the cultural piece. And I know that working in the, engaging in the nonprofit can be very challenging, but very rewarding. So on behalf of our team, I'm so proud to join this exceptional team. And your presence tonight speaks volume of your commitment, dedication, and support. Thank you so much. I love you all. Yes, welcome. We'd like to go ahead and take care of our scholarship recipients this year. To the graduation class of 2025, we met them back in June at Modesto High Auditorium, and they had a chance to apply for the scholarships. And we have 3 recipients tonight. And I would like for our friends of the Stanislaus County SAC-R, Lisa, and our member Tay, come up to the stage with us. So we have 3 different scholarships. I would like to introduce to the first one we have from the Khmer American. Usually, now this may not be a large amount, you know, but 500, 250, 350, 750, 1,000, 2,000, 6,000. Since 2017, we have given over $20,000 worth of scholarship. Can you believe that? Can we have a nice round of applause? And all because of your support from our community. We did not get any grants, nothing major, but just the support from our friends, our families, and our community. The Khmer American Scholarship of $500, I would like to present that to Avian Chung Kao. Avian is currently in his general studies at MJC, but he plans to transfer to San Jose State University or Fresno State, and he would like to become a nurse practitioner. Congratulations, Avian. That other $1,000 that we shared with Avian, our next winner, recipient goes to Jocelyn Kim, who is attending California State University of Stanislaus, right here near our hometown. She is studying. In the future, she would like to become a counselor. Congratulations!
Our students are currently in the first year college. You know how it is, the first year college. It can be very challenging, very different, very scary. And then even 500, 250, 350, that helps with your supplies and books. Congratulations. And our Khmer Youth Scholarship is another $500. And that goes to Aliani Van. Aliani is currently studying her general major at Modesto Junior College, but in the future she would like to, well, she's interested in mental health. That's awesome. And she would like to study the pharmacy technician. Best of luck to you. And our friends, our collaborative partner that we worked with, has a $300 scholarship from SAC-R, and at the Stanislaus Asian American, and they are also our collaborative nonprofit group that we've been together for at least, 15 years? Yeah, Lisa? All right, and that also goes to Aliani May Van. That's a surprise. That's the scholarship from SAC-R. They would like to present that to you. And we couldn't do all of that without your support. And I would like to also recognize our gold sponsor. It's a good friend of mine I just met, and we fell in love like sisters from another mother. She donated $5,000, she's a gold sponsor from San Jose. Please, come on now, Miss Nancy Gavin. With admiration and appreciation for your generous support of our annual scholarship fundraiser, this is a little small token to say thank you so much. We fell in love, we have the same passion. We would like to present this to you. Our first meeting together, we were at the flag ceremony in San Jose. Thank you, Miss Nancy. Miss Nancy, if you don't mind, you come up here and say a few words. Thank you so much. I am so honored to be here today. Thank you all so much. I am proud of all of our graduates and everyone who has been sponsored, and all of our wonderful students, all of our Khmer community. I am here today to endorse and sponsor and advocate for all of our Cambodian community, all of our Cambodian students, and I'm so proud and honored to be here today. Thank you so much. Okay, we would also like to recognize our advisor. Who's been spending a lot of time with us and giving us good advice. That's appreciation to Mr. Suam Kim. Apu Samchai. លោកកឹមសឿនបាទជាទីប្រឹក្សានៅក្នុងសមាគមយូរយារណាស់មកហើយជាចាស់ទុំលហើយគ្មានអីជូនទេមានតែកិត្តិយសមួយនេះសម្រាប់ទុកជាអនុស្សាវរីយ៍ចង់មានភាសាឲ្យមួយម៉ាត់ពីរទេ Thank
អរគុណដល់គណៈកម្មការយើងដែលឲ្យគាត់យកចំបាននេះខ្ញុំពិតជារំភើបយ៉ាងក្រៃលែងអរគុណយ៉ាងច្រើនហើយជាពិសេសទៅទៀតនោះអរគុណដល់បងប្អូនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីយប់នេះយ៉ាងអធិកអធមខ្ញុំបាទនិងគណៈកម្មការទាំងអស់មានបេតិសន្និយ៉ាងខ្លាំងបាទសូមអរគុណសូមអរគុណបន្តទៅទៀតនេះបាទសូមអញ្ជើញអ្នកស្រីឌីណាដែលត្រូវជាកូនលោកអាចារ្យស្រីវ៉ែនយើងមិនដែលបានអ្វីជូនគាត់ទេដូច្នេះសូមអញ្ជើញអ្នកស្រីឡើងមកវេទិកាខាងមុខដើម្បីទទួលបានផ្លាកកិត្តិយសនេះទុកជាអនុស្សាវរីយ៍ទោះបីជាលោកអាចារ្យស្រីវ៉ែនគាត់លាចាកទៅប្តីក៏យើងនៅតែនឹកចងចាំពាក្យពេចន៍ទាំងអស់តែគាត់បានទូនមានផ្ដៅមកយើងទាំងអស់គ្នាដូច្នេះយើងខ្ញុំគ្មានអ្វីក្រៅពីអរគុណហើយនឹងផ្ដល់កិត្តិយសនេះជូនទៅដល់ក្រុមគ្រួសាររបស់គាត់ដែលបានតែងតែគ្រប់គ្រងនៅក្នុងកម្មវិធីរបស់សហគមន៍យើងនឹងជាញឹកញាប់នេះបាទនេះហើយជាអ្នកស្រីឌីណាដែលជាម្ចាស់សាឡននៅស្ទូបាត់បងប្អូនតែដឹងហើយបណ្ដាមើលបាទសូមមានប្រសាសន៍មួយម៉ាត់ទីខ្ញុំតំណាងឲ្យលោកពុកស្រីវ៉ែនបានទទួលខ្ញុំមិនដឹងថាស្អីផងហើយសូមអរគុណសមាគមខ្មែរវត្តស្ទោហើយនឹងយុវជនហើយនឹងគណៈកម្មការទាំងអស់ចាអរគុណច្រើននាងខ្ញុំតែតំណាងឲ្យលោកពុកទេព្រោះឥឡូវក៏ទៅបាត់ហើយអត់មានអ្នកណាទទួលនឹងសិទ្ធិគេអរគុណច្រើនបាទសូមអរគុណអ្នកស្រីឌីណាថាអរណាបាននាឡិការូរនដាស់តា And last but not least, with appreciation, we found our new collaborative dance partner, Khmer Youth of Stockton, for your outstanding performance tonight. Joining hands with Khmer Youth of Modesto in preserving Khmer cultural heritage, please welcome Remy Mao, you're the coordinator of the dance program. This is our hometown, so we'd like to present you with. Oh my God, I'm so excited, and I want to thank Polly. I want to thank her for reaching out to us, and I have always loved and respect her for reaching out to the community. And I didn't think that we was gonna make it here to dance because we started out from home. We started out from home, so I want to thank you, and I want to thank to the Modesto community for giving us the opportunity to come and perform and dance tonight. Thank you so much, and thank you for reaching out to us. Yes, for me, it's not important for the kids, and for our community, it's very important. Yes, for our culture. Yes, and even the Khmer class, we start everything from home. Even the dance class, we start everything from home. And for you to reach out to us to come perform, we thank you. And we also thank you for always coming to help out the kids for Enrichment Field Day. And we want to thank you. And I really love you. I love you. That's all I gotta say from my heart. I love you. You're welcome. So on behalf of the Modesto City Council, this is one more mayor. She says, I would like to express my appreciation for your outstanding dedication, valuable contributions, and commitment to cultural preservation, promoting higher learning for our youth. Your efforts have made a lasting impact, and your work is truly appreciated to both the Khmer American Citizens Association Khmer Youth of Modesto, as well as Khmer Youth of Stockton. Can I have our lead teacher, Mr. Jit? Mr. Jit, she's helped me so much tonight. Helped me dress the coconut group while I'm busy. She's my right hand right here. Thank you so much. Thank you. You helped me so much with the group while I'm busy. Thank you. That's it. I think we are ready to
Dance? Thank you, Miss Polly and Mr. Ranchan. We would like to have all the Khmer youth of Stockton and Khmer youth of Modesto to come up on stage so that we can take a full photo with everybody. Khmer youth of Stockton and Khmer youth of Modesto, please come forward. Come on. Let's have the Khmer Youth of Modesto and Khmer Youth of Stockton stand in the front right here on these steps. These steps right here. Thank you. And also we can have បងប្អូនទាំងអស់សូមអញ្ជើញមកដែលអាចចូលនៅខាងមុខបានយើងនឹងច្រៀងចម្រៀងមួយបទពងសាវតាខ្មែរអញ្ជើញមកខាងមុខបងប្អូនដែលអាចមានការស្ម័គ្រចិត្តចូលរួមសូមអញ្ជើញមកខាងមុខ Right now we're going to sing a very traditional Cambodian song called Pong Sawadak Khmer, talking about our homeland in Cambodia. We would like for all of you to join us, please. Let me hear you make some noise.